ngàyនេះគឺថ្ងៃទី24ខែ5ហើយជាថ្ងៃដែល productive ខ្លាំងមែនទែនដោយសារតែខ្ញុំមាន math class រហូតដល់4 session 4ម៉ោង insane ខ្លាំងហ្មង4 session straight ពីម៉ោង11រហូតដល់ម៉ោង3ដោយសារតែចិត្ត diploma ចឹងខ្ញុំរៀនថែមម៉ោងខ្ញុំរៀនថែមថ្ងៃអាទិត្យហ្នឹងគឺខ្ញុំរៀន4ម៉ោងហើយដងខ្ញុំរៀនថ្ងៃគៀពហោះពី2ម៉ោងថ្ងៃចឹងទៅមកអាទិត្យ4ម៉ោងតែឥឡូវខ្ញុំរៀនគៀពហោះក៏រៀនសៅរ៍អាទិត្យក៏រៀនថ្ងៃអាទិត្យរៀន4ម៉ោងរៀនថែមម៉ោងមកធ្វើ morning routine ខ្ញុំ as usual breakfast មួយទឹកអីហើយគឺត្រូវដល់ម៉ោងទៅរៀនហ្មងដោយសារឥឡូវម៉ោង7ហើយ7ជាងហើយជើងខ្ញុំ breakfast ហើយធ្វើការងារតិចតួចមួយទឹកគឺដល់ម៉ោងទៅរៀនហ្មងហើយរៀនរហូតដល់ល្ងាចហើយមានទៅណាហ៎ yes breakfast ខ្ញុំថ្ងៃហ្នឹងគឺមានពងមាន់មកគ្រាប់ and there's yogurt chia seed fruit and សាវសាឡៃនេះI ធ្វើតាមTikTok channel I see you eat like this and it's really healthy let's try The reason I'm starting to eat like this because មួយញ៉ាំហ្នឹងគឺខ្ញុំមានជាការឡើងគីឡូមិនឡើងគីឡូខ្ញុំនៅប៉ុណ្ណឹងគ្រាន់តែថាក្រមាសាច់ខ្ញុំឡើងជាងមុនអញ្ចឹងហើយគីឡូក៏ខ្ញុំអត់តំពេញចិត្តមកខ្លួនឯងដែរគីឡូខ្ញុំមួយថ្ងៃហ្នឹង45ពីមុនខ្ញុំ40ប៉ុន្តែឥឡូវឡើងដល់45តែវាក៏នៅមិនទាន់តែខ្ញុំថាស្អប់គីឡូហ្នឹងហ្មងគាត់ថាវាឡើងគីឡូខ្ញុំមកចង់បានគីឡូប៉ុណ្ណឹងអញ្ចឹងហើយក៏សាច់ខ្ញុំឡើងច្រើនជាងមុនតែឥឡូវខ្ញុំហៅថាទៅហាត់ប្រាណវិញ but I'm not yet sure cause level ច្រើនខ្ញុំ level រៀនហើយមានពេលហាត់ទេជាងអត់តន់ដឹងតែបើមានពេលចាំខ្ញុំទៅហាត់ប្រាណវិញបងមកសាប mayonnaise only a bit គាត់ឲ្យខ្ញុំទៅតែញ៉ាំហ្នឹងចង់ប្លែកចូលមក She's eating like me right now. I love her vlogs. ហើយជួយមក YouTube គាត់ខ្ញុំក៏ជួយមក YouTube គាត់ដែរគាត់មួយបងសុំអាណែតបងគាត់នេះបងសុចិតាអ្នកគ្នាអាយដល់ខ្ញុំមកខ្មែរ Tiffany អាយដល់ TVB យីមែនអត់បានទៅមើលគេមកណាកោនឹងមកធ្វើអីដែរអ្នក fan TVB គឺស្គាល់ហើយនេះអាហ្វុងmy breakfast នេះនឹងគឺថាឆ្អែតខ្លាំងមែនតើនិយាយទៅខ្ញុំញ៉ាំសឹងតែអស់នេះ first time ខ្ញុំធ្វើចឹងទៅលើក្រោយខ្ញុំនឹងធ្វើបន្ថយជាងនឹងតិចដោយសារខ្ញុំញ៉ាំអត់អស់ទេវាច្រើនពេកចឹងឥឡូវខ្ញុំនឹងទៅមួយទឹកសិនហើយ get ready ខ្លួនឯងសិនហើយបានខ្ញុំមានការងារទៅធ្វើមួយទៀតគឺថតវីដេអូជាមួយនឹង edit វីដេអូខ្លះវីដេអូនោះខ្លីដែរខ្ញុំថតមួយស្រោមតែគេឲ្យខ្ញុំចឹងទៅខ្ញុំជិះថតបានមួយវីដេអូចឹងទៅហើយចាំ edit ដោយសារខ្ញុំនៅសល់វីដេអូធ្វើ edit ច្រើនហើយ YouTube ក៏ខ្ញុំនៅសល់មួយវីដេអូទៀតធ្វើ edit ដែរតែប្រហែលជាវីដេអូហ្នឹងខ្ញុំនឹងផុសក្រោយវីដេអូនេះដោយសារវាអត់សូវសំខាន់មិនអត់សូវសំខាន់ទេដូចអត់ដឹងដែរចឹងឥឡូវខ្ញុំនឹងទៅមួយទឹកសិន see you ចាឥឡូវខ្ញុំទៅមួយទឹកហើយគឺគាត់សែនណាខ្ញុំជាមួយនឹងស្រោម Q Hill មាន4ប្រភេទហ្នឹងខ្ញុំនឹង revise
វាសិនដោយសារដឹងថាណាមិនអាណាមិនទេ And now ខ្ញុំនឹងចំណាយពេលដើម្បីទៅ edit វីដេអូនៅសល់ប៉ុន្មានឲ្យបានប្រហែលជាបាន 2-3 វីដេអូយ៉ាងច្រើនខ្ញុំនឹងខំប្រឹងឲ្យធ្វើ edit ឲ្យអស់បានទាំងអស់ After almost 1 whole hour I managed to edit 3 video ឥឡូវខ្ញុំនឹងសម្រាប់សិនដោយសារខ្ញុំ edit 3ហើយចឹងខ្ញុំអាចផុសមួយថ្ងៃ2វីដេអូសម្រាប់ថ្ងៃហ្នឹងហើយមួយទៀតទុកផុសខាងស្អែកទៀតចឹងទៅអត់អីទេចាំខ្ញុំ edit តទៀតតែឥឡូវហ្នឹងខ្ញុំហៅទៅធ្វើ mochi ញ៉ាំដោយសារខ្ញុំទៅទិញគ្រឿងផ្សំម្សិលមិនដែរទៅរៀងឃ្លានដែរតែអត់សូវឃ្លានទេមិនឃ្លានហ្មងវាថាចេះតែចង់ញ៉ាំអីចឹងហ្មងយូរត្រឡប់ញ៉ាំហ្មងចឹងទៅថាជាហៅទៅធ្វើ mochi ញ៉ាំតែ mochi ដែលគេធ្វើពីសបកណែមមកជាមួយនឹង yogurt ហើយផ្លែឈើតែធ្វើ class សិនបានញ៉ាំកៅចឹងទៅធ្វើទុក class 10 ទីទៅចាំយកមកញ៉ាំ So here are all the ingredients. We got water to soak the sabok bantrang. We got Greek yogurt. And my food today is apple. Greek yogurt. Let's try it first. I don't really like it. They said it's good. Well, pay. Soak this first. No, the first one is Wonjo Kania. Look. It's kind of failing because សបកបាញ់ត្រាងមិញហ្នឹងគឺខ្ញុំហួនចូលគ្នាអស់ហើយហ្នឹង First one looks really ugly ប៉ុន្តែ it's okay. Em thử bán buồn sấn để sao trong xã được sấn. And the looks is not good, but hopefully the taste will taste good. Because I don't really like Greek yogurt because trong xã mình là pay. I'm deciding should I drink something today. Cause trong drinkได้but I drink là hồ rồi chẳng tôi toàn từng ngày nè. I wanna drink day one. I don't know, should I drink or should I not? I actually don't know. I want to, but I should not drink it. And I also been wanting to try this hot mozzarella cheese. So I don't know if I should eat that or should I eat something sweet. But I never tried this mozzarella cheese. I always eat Dubai chewy cookie, but I still want to eat it. So I don't know which one should I eat today. Oh my god. I actually don't know what should I eat. I think I'm gonna eat the mozzarella cheese, but when I come back from my math study session thingy,
I still have 1 hour left because it's almost time នៅសល់តែកន្លះម៉ោងទៀតទេឥឡូវខ្ញុំនឹងមកញ៉ាំ lunch ឲ្យហើយចឹង lunch ខ្ញុំក៏មានបាយជាមួយនឹងស្ល Yeah, and I'm gonna watch Bong Suchita her trip to Ho Chi Minh. I love watching her vlogs. Right now គឺដល់ម៉ោងដែលខ្ញុំត្រូវទៅហ៊ានហើយ which is really sad ដោយសារខ្ញុំខ្ជិលខ្លាំងមែនតើប៉ុន្តែត្រូវតែរៀនចឹង I'm gonna go now លើម៉ោង 10:55 ហើយខ្ញុំហ៊ានមកមិនដល់សល់5នាទីទៀត Yeah, so I'll see you guys ពេលល្ងាច Bye bye wish me luck. Finally I'm back after 4 hours of math. Actually I study 1 hour of physics also and it was insane because my teacher went a little overboard. I'm gonna go try the mochi I made, which is in the fridge right now, so I'm gonna go get it. So here's the mochi. It's I don't know if it's good or not, but let's try. I would say not bad. I would say they're not bad, but I would not eat these like randomly. I'm gonna order the mozzarella cheese. Yeah, I got my mozzarella cheese. I already ate a bit because I was shooting a video for my TikTok. Mình nhung banមួយទឹកកក់សក់ហើយអស់ហើយមានអារម្មណ៍ថារៀង fresh តិចដូចសាមិញវាក៏មិនក្តៅខ្ញុំទៅរៀនវាក្តៅហើយទៅវាដូចមួយថ្ងៃនេះគឺហត់ពេញមួយថ្ងៃមានបានសម្រាសោះហ្មងអញ្ចឹងទៅរៀងហត់ហើយគាត់បានមួយទឹកភ្លាមមានអារម្មណ៍ថាអូយស្រួលខ្លួនខ្លាំងឥឡូវមកធ្វើ skin care routine ម្ដងមុខខ្ញុំឡើងរលឿនណាគាត់ណាដៃខ្ញុំក៏ក្រចុះហើយទៅដូចគួយសុកច្រឡំធ្វើចេះអីណាគឺដឹងតែឡើងរលហ្មងនេះពីចឹងណៃនេះឥឡូវមក skin care ពីល្ងាចទំបានសេរ៉ូមីថ្មីបើកប្រើញ៉ឹងហ្មងខ្ញុំមាននឹងខ្ជិលខ្ញុំស្អត់ទុកឲ្យវាស្ងួតតាមតណៅហ្មងតែគាត់ថាពេលខ្ញុំធ្វើចឹងទៅសក់វារៀងសពងតែលើគឺថាខ្ជិលពេកខ្ជិលខ្ញុំសក់ទៅមិនអត់ព្រមនេះខ្ញុំបាត់ជាមួយនឹង collagen មកនេះខ្លីជាងប៉ុន្តែគេដាក់នេះដល់អ្នកគ្នាខ្លាចខ្ញុំអត់ទេនេះតែម៉ោង5កន្លះហើយអញ្ចឹងទៅសល់ពេលខ្ញុំមិនទាន់ញ៉ាំបាយល្ងាចទេដល់ញ៉ាំអត់ទេយប់នេះសើឃ្លានមិញអង្គុយ edit video សក់ក៏នឹកឃើញ I just want to give a moment to tell myself that I'm really proud of myself តែសារគិតមកខ្ញុំកាំងច្រើនណាស់ខ្ញុំទៅរៀនផងខ្ញុំថតវីដេអូផងហើយ edit ច្រើននិយាយទៅកាំង edit ច្រើនខ្លាំងតែនិយាយទៅខ្ញុំខ្ជិលគឺរឿង edit នឹងហ្មងកាលខ្ញុំចាប់ផ្ដើមថតវីដេអូដំបូងគឺខ្ជិលខ្លាំងហ្មងវាថាមកវីដេអូផុសមួយចឹង 3-4 ខែអីទៅបានផុសម្ដងទៀតហើយខ្ជិលខ្លាំងមែនតើអូហើយវីដេអូមកខ្ញុំផុសទៅនៅមួយ platform ណាខ្ញុំផុសនេះទុកនៅ TikTok
anh ấy ngoài iPad ấy nhung cắt làm bay tục nơi không postនៅក្នុង YouTube ហើយខ្ញុំត្រូវ plan out ថាវីដេអូណាទៅថតបន្ទាប់វីដេអូណាគេយកថ្ងៃណាដូចខ្លះគេ send ឲ្យខ្ញុំចុះមានថ្ងៃខែគេច្បាស់លាស់ដែលខ្ញុំត្រូវ submit វីដេអូឲ្យគេខ្ញុំមិនអាចលេខឲ្យគេបានខ្ញុំអាចលេខតិចតួចគ្រាន់តែថាកុំលេខយូរពេកវារៀងក្រាញចិត្តគេដែរតែម្ចាស់បរិយាខ្ញុំជួបមកគឺស្រួលទាំងអស់ហ្មងអ្នកគ្នាស្អប់លឺសលេងទៅមេឃសុកហ្មងគឺភ្លៀងមករួមមកភ្លៀងខ្លាំងទៀតស្ដាប់តែសលេងដឹងហើយនេះភ្លៀងឡើងខ្លាំងហើយសុកសមមេឃឡើងស្រឡះឆាយធម្មតាហ្នឹងឯងយកនេះដល់គេនោះស្រួលហើយពេលទៅខ្ញុំចូលភ្លៀងពេលយប់ឡើងដោយសារភ្លៀងហើយវាតិចហើយវាធ្វើយើងគេស្ងប់ស្រួលខ្លាំងមែនតែហើយជឿសាគេដាក់បទចម្រៀងមកហើយយើងគេអូស្រួលខ្លាំងហ្មងក្តីសុខខ្លាំងហើយមើលរំលឹកទៅការរៀនអនឡាញវាការកូវីដពេលហ្នឹងគឺខ្ញុំនៅផ្ទះសតអត់មានទៅរៀនអនឡាញក៏ខ្ញុំអត់រៀនទេខ្ញុំខ្យល់ពេកខ្ញុំដេកហើយដាក់បទចម្រៀងហើយមេឃភ្លៀងអូយវាថាក្តីសុខដល់ហើយស្រួលខ្លួនខ្លាំងហ្មងតែឥឡូវពេលភ្លៀងជាងខ្ញុំនឹកដល់ពេលហ្នឹងគឺវាមានអារម្មណ៍មកវាសប្បាយចិត្តមកថ្ងៃនេះចូលថ្ងៃថ្មីថ្ងៃច័ន្ទហើយខ្ញុំមានកម្រោងថាតែធ្វើ vlog ញ៉ាំនឹងទៀតដោយសារយប់មិញហ្នឹងខ្ញុំភ្លេច end vlog ហ្នឹងហើយទៅគេលក់បានចឹងទៅខ្ញុំភ្លេច end ចឹងទៅញ៉ាំនឹងមកត vlog មកផឹកទៀតមកខ្ញុំ get ready ទៅរៀនដោយសារញ៉ាំនឹងថ្ងៃច័ន្ទហើយចឹង it's school day unfortunately I'm not happy for it តែធ្វើមិនធ្វើទៅរៀនខ្ញុំរៀនមួយថ្ងៃពេញ full time រៀនដល់ល្ងាចម៉ោង 4 កន្លះបានចេញពីរៀនចឹងខ្ញុំបានធ្វើ vlog ទៅរៀននេះគាត់ថាបានធ្វើ vlog get ready ទៅរៀនចឹងណាដើម្បីត vlog នឹងទៀតគឺគេទៅផឹកអត់ច្រើនទេសាញ់មក make up អញ្ចឹងទៅ toner serum sunscreen នេះហើយbreakfast ខ្ញុំមានហ្នឹងគឺយ៉ាវអ៊ូ with blueberries wow so white I'm done with my breakfast ខ្ញុំងាយស្រួលពេលខ្លះបើមានញ៉ាំចឹងទេទិញនំប៉័ងតាមផ្លូវបើអត់នំប៉័ងទេក៏មានបាយមកខ្ញុំធ្វើដែរតែអត់សូវចូលចិត្តញ៉ាំបាយពេលព្រឹកទេហើយសក់ខ្ញុំទៅស្រៀនក៏អត់ក្រអត់អីដែរគឺទម្លាក់ចឹងហ្មងហើយខ្លះលើកបើតោះពេកក្តៅពេកខ្ញុំបួងឡើងទៅហើយបាយណាគ្នាឥឡូវខ្ញុំត្រូវទៅរៀនហើយចឹងវីដេអូនេះគឺចាប់ត្រឹមហ្នឹងហើយថាបើត្រូវដល់ហ្នឹងហើយត្រូវចាប់តាំងយប់មិញដែរយប់មិញភ្លេច end ទៅលើមកដល់ផឹកថ្ងៃទៅរៀនបានតិច so yeah bye see you next video